បាយដំណើរភ្លើមាន់អាងគាត់លក់តែ2ម៉ោងអីទេអស់ហើយទៅមិនទាន់នឹងគឺដឹងតែអត់ញ៉ាំហើយកន្លែងគាត់ទៀតសតមិនតែមានបាយជាមួយនឹងភ្លើមាន់ទេដូចជាបុកឡងក៏គាត់មានដែរលក់ចាប់ពី5000រៀលខ្មែរយើងទៅគាត់ដូចជាដាក់ជាមួយស្បែកជ្រូកនឹងលាយជាមួយពោតអាចកំង5000ក៏បាន10000ក៏បានអញ្ចឹងណាប៉ុន្តែជាក់ស្ដែងគាត់លក់ចាប់ពី5000រៀលយើងឡើងទៅហើយគាត់ក៏មានជាមួយនឹងណែមដែរណែមគាត់មាន2រសជាតិមានសាច់ជ្រូកនិងកូនក្រពើតូចៗដែលគាត់រៀបចំមូលនឹងឯងអ្នកក្រុងប្រវត្តិប្រហែលជាស្គាល់ច្បាស់ទីតាំងដែលគាត់លក់រាល់ថ្ងៃនេះគឺនៅផ្សារតាពៅបងប្អូនទាំងគ្នាទៅចន្លោះចាប់ពីម៉ោង3រសៀលទៅក៏លក់ត្រឹមម៉ោង5អីទេអញ្ចឹងតា2-3ម៉ោងឯនេះគាត់លក់អស់ហើយសម្រាប់ភ្លើមាន់អាំងនេះផងដែរមួយ7000ខ្មែរយើងយកទឹកជ្រលក់ទឹកម្ទេសក៏បានអំបិលម្រេចជ្រលក់ក៏បានដែរបងប្អូនសម្រាប់បាញ់ត្រាំងមូឬក៏បងប្អូនយើងតែងតែហៅណែមនឹងគាត់មាន2រសជាតិមានរសជាតិសាច់ជ្រូកនិងរសជាតិកូនក្រពើបងប្អូនស្រឡាញ់រសជាតិមួយណាឬក៏និយមចូលចិត្តរសជាតិមួយណាអាចរើសតាមចំណង់ចំណូលចិត្តរបស់បងប្អូនយើងបានតាមពិតទៅរាល់ថ្ងៃម្ដាយគាត់ជាអ្នកលក់ទេហើយថ្ងៃនេះគាត់លក់មកជំនួសម្ដាយគាត់ទាំងពីរអ្នកបងប្អូនហ្នឹងហើយបងប្អូនស្រីគាត់បុកលហុងឬក៏ធ្វើណែមខ្ចប់ឲ្យភ្ញៀវទៅហើយបងប្រុសនេះគាត់ចាប់ដើមអាំងជាមួយនឹងភ្លើមាន់សម្រាប់ភ្ញៀវដែលគេកំងភ្លើមាន់ផ្សេងអញ្ចឹងណាពួកគាត់លក់តែពីរអ្នកបងប្អូននឹងឯងឃើញគាត់ជំនាញមែនតើស្វាស្វែងជួយគ្នាដើម្បីឲ្យបានភ្ញៀវលឿនអញ្ចឹងណាហើយភ្លើមាន់ទៀតសោតគាត់អាំងជាមួយនឹងភ្លើងតិចទេអត់ឲ្យខ្លោចនោះទេបងប្អូនទាំងគ្នាអញ្ចឹងគាត់ថ្នមភ្លើងខ្លាំងមែនតើហើយបងប្អូនស្រីក៏គាត់បានរៀនពីម៉ាក់ប៉ាន់គាត់ខ្ញុំសួរអញ្ចឹងណាគាត់ក៏មានជំនាញផ្សំគ្រឿងត្រឹមត្រូវដែររសជាតិក៏បញ្ចាញ់ជាមួយនឹងម៉ាក់ប៉ាន់គាត់ដែរសម្រាប់បុកលហុងកន្លែងគាត់នេះតម្លៃ5000បងប្អូនយើងកំងញ៉ាំម្នាក់ឯងខ្ញុំជឿថាញ៉ាំឆ្អែតគ្រប់គ្រាន់ល្មមកាពះតែម្ដងបើយើងញ៉ាំតិចឬក៏អ្នកញ៉ាំច្រើនក៏ខ្ញុំឃើញក៏ច្រើនគួរសមដែរអញ្ចឹងណាហើយភ្លើមាន់នេះគឺថាគាត់មិនទៅណាចោលភ្លើមាន់ទេគាត់នៅមើលដិតដល់ខ្លាំងមែនតើតាមដែលខ្ញុំដឹងនឹងសួរព័ត៌មានគាត់បន្ថែមក៏គាត់លក់មកយូរឆ្នាំដែរហើយអ្នកដែលធ្វើដំណើរកាត់តាមផ្សារតពៅឬក៏មួយចាស់ប៉ុនគាត់ឬក៏មួយថ្មីក៏ដោយបានឃើញវីដេអូនេះប្រហែលជាស្គាល់ហើយកន្លែងគាត់នេះគឺអត់ពិបាករកទេយើងជីចូលច្រកផ្សារតពៅទៅនៅខាងស្ដាំដៃនឹងឯងដែលគេគឺដាក់នឹងអាទេសលក់អញ្ចឹងណាចន្លោះចាប់ពីម៉ោង3ទៅបងប្អូនទាំងគ្នាទៅគឺឃើញហើយប៉ុន្តែត្រឹមម៉ោង6អីទេណាបើសិនជាអាចលើសនឹងអត់មានឬក៏អត់ឃើញអីគាត់ប្រហែលជាទៅទៀតហើយព្រោះលក់លឿនខ្លាំងមែនតើដូចនិយាយចឹងតែ2ម៉ោងអីទេគឺអស់ហើយសម្រាប់ណាមគាត់នេះគឺដាក់ជាកញ្ចក់ក្នុងថង់ហើយអញ្ចឹងដូចជាក្នុងនឹង4ហើយតម្លៃ4000រៀលបងប្អូនទាំងគ្នាគឺអត់ពិបាករើទេគាត់រៀបចំមកឲ្យហើយអញ្ចឹងណាស្រួលយើងទៅដល់គឺខ្ចប់យកហ្មងគឺលឿនដែរហើយនិយាយពីបាយតំណាបគាត់វិញមួយប្រអប់ត្រឹមតែ2000រៀលលុយខ្មែរទេបងប្អូនទាំងគ្នាបាយតំណាបគាត់គឺគាត់លក់តែប៉ុណ្្នឹងឯងទៅអស់ហើយគឺអស់ហើយគាត់អត់មានថែមអីលើច្រើនជាងនឹងទេគាត់លក់តែប៉ុណ្្នឹងយូរមកហើយអញ្ចឹងណាអញ្ចឹងគាត់លក់គឺស្តង់ដារគាត់គឺប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនយើងទៅមុនបានញ៉ាំហើយតែបើសិនជាទៅរៀងយឺតគឺដឹងតែអត់ញ៉ាំហើយបាយតំណាបភ្លើមាន់គាត់នឹងឯងគឺតំណងណាបងប្អូនទាំងគ្នាចង់ញ៉ាំចន្លោះម៉ោងដែលខ្ញុំប្រាប់ខាងលើនឹងអាចទៅសាកញ៉ាំភ្លើមាន់បាយតំណាបប៉ុនគាត់បានហើយគាត់ពីខ្ចប់ដូចជាមានស្រោមដៃស្រោមអីឲ្យយើងញ៉ាំទៅកុំឲ្យប្រឡាក់ដៃដែរហើយទឹកជ្រលក់ដូចជាមានដូចខ្ញុំប្រាប់អញ្ចឹងទឹកម្ទេសជាមួយនឹងបើម្រេចបងប្អូនស្រឡាញ់មួយណាអាចយកមួយនឹងបានអរគុណច្រើនបងប្អូនទាំងគ្នាជួបខ្ញុំវីដេអូក្រោយៗទៀតបាយបាយ